កាលពីព្រេងនាយមានចោកត្រោសធំមួយដល់ខែលំហើយវាដាររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡងមួយឃើញសុទ្ធតែភក់មានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចោកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសពថ្ងៃឯកំពឹសមានប្រាជ្ញអ៊ីចោកថាដូច្នេះហើយក៏និយាយលួងលោកចោកថាយើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចោកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេចោកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាត្រូវបងចោកឯងយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសឹមស៊ីនោះទើបឆ្ងាញ់ពិសាចោកថាធ្វើដូចម្ដេចនឹងយកទៅលាងទឹកបានបើច្រើនដល់ម្លេះកំពឹសថាបងចោកគុំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំចោកឆ្លើយឡើងថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់បើដូច្នេះចូលបងឯងចុះមកដេកនាលក្នុងភក់នេះហើយយើងទាំងអស់គ្នានឹងបានតោងខំរោមបងឯងនាំយើងទៅរកស្ទឹងបឹងបួរឯណាមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះឯចោកជាសត្វល្មោបហើយល្ងងក៏ធ្វើតាមពាក្យកំពឹសនឹងត្រីបបួលគ្នាតោងរោមចោកទៅលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចោកដើរចុះទៅក្នុងទឹកអស់ត្រីនិងកំពឹសលោតទៅក្នុងទឹកបឹងប្រាប់ថាបងចោកឯងទៅជញ្ជូនមកឲ្យអស់សិនសឹមមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងនៅទីនេះចោកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែងអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្យងដឹងថាចោកជញ្ជូនអស់ហើយនាំគ្នាមុជក្នុងទឹកជ្រៅបាត់អស់ឯចោកដឹងថាកំពឹសបញ្ឆោតដូច្នេះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហាគ្មានសេះសល់ដល់តិចបបួលគ្នាមកបាច់ទឹកបឹងនោះឲ្យរីងនឹងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់បានឲ្យពស់ថ្លាន់ធ្វើជាទំនប់ទឹកអស់សត្វឯទៀតក៏បបួលគ្នាបាច់សត្វក្នុងបឹងដឹងថាចប់បបួលគ្នាបាច់ទឹកឲ្យរីងតំបឹងភ័យណាស់ក៏គិតគ្នាថាយើងធ្វើម៉េចតែនឹងបានឲ្យអស់សត្វទាំងនោះលែងបាច់ទឹកកាលនោះត្រីក្រាញ់ឆ្លើយថាខ្ញុំឬគេនិយាយថាបងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុកមនុស្សសត្វផងជាច្រើនណាស់បើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុកអស់យើងពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទន្សាយត្រីក្រាញ់ប្រឹងនាលទៅលុះដល់ថ្ងៃក្រៀមស្រកាអស់ដល់យប់សុភាទន្សាយចេញមករកស៊ីបានឃើញត្រីក្រាញ់នាលដូច្នោះក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់និយាយអង្រថាបងសុភាទន្សាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំឲ្យមកអញ្ជើញបងសុភាទៅត្បិតឮទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះកាន់សេចក្តីដោះទុកគេបើអ្នកណាកាត់ទុកបងតែងទៅជួយដោះទុកគេមិនដែលខានឥឡូវមានដំរីក្របីគោរមាសរមាំងជ្រូកពស់ធំពស់តូចទាំងសត្វហើយគីគុកត្រៀលចង្គ្រាខ្យងទុំទោមក្អែកទឹកប្រវឹកស្មោញទាំងប៉ុន្មានបានបបួលគ្នាមកបាច់ទឹកបឹងឲ្យរីងនិងបានចាប់អស់ត្រីអណ្ដើកកន្ធាយស៊ីជាចំណីឲ្យអស់ពីក្នុងបឹងនេះគេឲ្យពស់ថ្លាន់ពស់តូចធ្វើជាទំនប់ទុកនឹងនោះឯងបើដូច្នេះបងសុភាទន្សាយអាណិតជួយដោះទុកអស់បងប្អូនខ្ញុំឲ្យបានរួចពីភ័យម្ដងនេះបឹងបានល្បីគេឈ្មោះទៅអស់យើងនឹងតបគុណបងសុភាទន្សាយឯងយើងមិនភ្លេចគុណតារាបដល់អស់ជីវិតឯទន្សាយឬត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចុះទៅប្រាប់បងប្អូនកុំឲ្យភ័យចាំឲ្យជួយដោះឲ្យរួចកុំបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯទន្សាយលុះព្រឹកប្រហាមឡើងទៅមាត់បឹងឃើញអស់សត្វកំពុងតែបាច់ទឹកក៏យកសឹកឈើដែលដង្កូវស៊ីឆ្លុះមកធ្វើជាសម្បុត្រហើយស្រែកហៅសត្វអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់គ្នាចាំស្ដាប់ខ្ញុំត្បិតព្រះឥន្ទ្រឲ្យខ្ញុំនាំសម្បុត្រមកប្រាប់គ្រប់គ្នាថាព្រះឥន្ទ្រលោកនឹងមកកាច់ជើងទ្រមប្រមុំជើងឲ្យកាច់ក្បាលចោកដល់ភ្លុកដំរីសអស់សត្វយីថាសម្បុត្រព្រះឥន្ទ្រដូច្នោះភ័យណាស់ផ្អើលបោជន់លើគ្នាដំរីក្របីរមាសរមាំងស្ទុះបោទៅជន់លើពស់ថ្លាន់ជាទំបណ្ដាច់ខ្លួនជា2-3កំណាត់ធ្លីទំនប់លិចទឹកស្លាប់អស់សត្វទាំងនោះក៏ទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សត្វទាំងពួងក៏ប្រាជ្ញាសុភាទន្សាយជាគ្រូអាចារ្យទាំងអស់គ្នា